សួស្តីកូនៗទាំងអស់គ្នាចាថ្ងៃនេះមកជួបជាមួយនឹង admin សាស្ត្រជាថ្មីទៀតហើយជាមួយនឹងអក្សរ F ចាដែលកាលពីវគ្គមុនគឺយើងបានសិក្សាអំពីអក្សរ E រួចរាល់ហើយក៏ដឹងអំពីអក្សរ E អក្សរ E ធំនិងអក្សរ E តូចក៏រួចរាល់ហើយដែរចាចូលមកដល់វគ្គនេះគឺយើងមកសិក្សាអំពីអក្សរថ្មីគឺអក្សរ F ចាដែលអក្សរ F គឺយើងមានរូបរាងបែបនេះចាហើយបើសិនជាបងប្អូនចង់ដឹងថាអក្សរ F គេសរសេរបែបម៉េចទម្រង់អក្សរធំគឺបែបនេះចុះចំណែកឯទម្រង់អក្សរតូចបែបណាតោះមកសិក្សាជាមួយ admin តែកុំភ្លេចណាចាប់ប៊ិចនិងសៀវភៅមកឲ្យហើយដើម្បីកុំឲ្យខាតពេលយូរជាមួយនឹង admin តោះយើងឆាប់ទៅបន្តទៀតដើម្បីកុំឲ្យខាតពេលតោះរបៀបសរសេរគឺយើងចាប់ផ្ដើមมันខុសពីអក្សរ E ប៉ុន្មាននោះទេដោយអក្សរ F គ្រាន់តែមានទម្រង់ខុសគ្នាបន្តិចបន្តួចចាស់អញ្ចឹងបើសិនជាចង់ដឹងតោះមកតាមដានទាំងអស់គ្នាណាគឺដំបូងគឺយើងត្រូវសរសេរបន្ទាត់គូសពីលើចុះមកក្រោមដូចអក្សរE ដែរហើយក៏យើងដាក់សក់វាបែបនេះចាគឺអក្សរ F គឺមានទម្រង់បែបនេះណាហើយចំណែកឯអក្សរE គឺមានជើងវាមួយទៀតអញ្ចឹងអក្សរ F និងអក្សរ E ខុសគ្នាតែជើងវាប៉ុណ្នេះឯងណាគឺថែមជើងបន្តិចគឺកាត់អក្សរ E ប៉ុន្តែទម្រង់អក្សរ F គឺអត់មានជើងទេគឺបែបនេះអញ្ចឹងការសរសេរបងប្អូនអាចសរសេរតាម admin បានបង្រៀនបងប្អូនបានហើយកុំភ្លេចណាសរសេរឲ្យច្រើនព្រោះថាការសរសេរចាំតែច្រើនគឺបងប្អូនកាន់តែចេះហើយក៏កាន់តែចាំផងដែរចាអញ្ចឹង admin ធ្វើការសរសេរបាន 4-5 អញ្ចឹងណាដើម្បីឲ្យបងប្អូនក៏សរសេរតាម admin ដែរអញ្ចឹងណាចាដូច្នេះហើយបងប្អូនកុំភ្លេចណារៀនសរសេរជាមួយនឹង admin ទាំងអស់គ្នាដែលអក្សរ F គឺមានទម្រង់បែបនេះណាចំណែកឯបងប្អូនបើសិនជាមានការឆ្ងល់មិនយល់ទៅណាកុំភ្លេចណាដោយគាត់មានតែជំរាបបងប្អូនតាំងពីដើមមកថាឲ្យតោះបើសិនជាយើងចេះអក្សរ F ធំហើយតោះយើងមករៀនសរសេរអក្សរ F តូចពីម្ដងដែល F តូចក៏មិនមានពិបាកសរសេរអ្វីដែរបើសិនជាចង់សរសេរឲ្យស្រួលហើយស្អាតក៏ប្រឹកព្រៀងបន្តិចទៅចំណែក admin ដូចបានបញ្ជាក់អញ្ចឹងថាសរ admin គឺគ្មានអ្នកណាបដូរទេគឺអាក្រក់តែមួងគឺសរសេរបែបនេះណាគឺអូសពីលើចុះមកក្រោមបែបនេះមកហើយចំណែកសក់វាគឺដាក់បែបនេះមករៀងកងក់បន្តិចណាគឺបែបនេះឯងអក្សរ F តូចចុះកាលណាដែលយើងសរសេរធំអក្សរដែលមិនស្អាតរឹតតែមិនស្អាតតែម្ដងអញ្ចឹងបងប្អូនព្យាយាមសរសេរឲ្យស្អាតជាង admin ចាគឺការសរសេរបើផ្ចិតផ្ចង់ប្រកាសជាស្អាតហើយតែ admin ទៅជាផ្ចង់ដល់ណាក៏អត់ស្អាតដែរដោយសារជំរាបតាមពីដើមមកថា admin គឺអត់មានអក្សរស្អាតទេទាំងអក្សរខ្មែរនិងអង់គ្លេសគឺថាពិបាកមើលទាំងអស់តែម្ដងអញ្ចឹងការសរសេរគឺអត់មានអីពិបាកទេណាបងប្អូនទាំងអស់គ្នាអញ្ចឹងចាំមើល admin បញ្ជាក់ពីការសរសេរទៅដល់បងប្អូនម្ដងទៀតសារជាថ្មីអញ្ចឹងបងប្អូនទាំងអស់គ្នា admin សង្ឃឹមថាបងប្អូនគឺប្រកាសជាអាចសរសេរអក្សរ F ទាំង F ធំនេះនិង F តូចចាអញ្ចឹងនៅក្នុងការសរសេរ admin សូមបញ្ជាក់បងប្អូនសារជាថ្មីម្ដងទៀតក្នុងការដែលបងប្អូនមួយចំនួនអាចនឹងតាមមិនតាន់ណាគឺដំបូងឡើយគឺយើងត្រូវគូសបន្ទាត់ត្រង់ណាគឺលេខ1គឺមួយជួរហ្នឹងតែម្ដងគឺលេខ1ហើយក៏ត្រង់មកបែបនេះគឺលេខ2ហើយក៏គូសមួយនេះគឺលេខ3ចាប៉ុណ្ណឹងគឺរួចអក្សរ F ធំហើយចាចំណែកនៅក្នុងការសរសេរ F តូចគឺមិនខុសគ្នាប្រហែលដូចគ្នាគ្រាន់តែយើងគូសបន្ទាត់ត្រង់ចុះពីលើដូចគ្នាអញ្ចឹងត្រង់មកណាត្រង់ពីលើចុះមកក្រោមបែបនេះហើយក៏ដាក់សក់វារៀងកងប់បែបនេះគូសរៀងកោងបែបនេះមកណាកោងបែបនេះមកគឺកោងបែបនេះមកហើយក៏ដាក់ជើងវានៅត្រង់នេះគឺយើង F តូចអញ្ចឹងនេះលេខ1គូសត្រង់ទី2គឺកោងទី3គឺដាក់ជើងវាអញ្ចឹងតន់អត់អញ្ចឹងបើសិនជា admin គិតថាវាមិនពិបាកនៅក្នុងការសរសេរនោះទេគ្រាន់តែថា F ធំគឺស្រួលសរសេរជាង F តូចបន្តិចតែ F តូចនៅពេលដែលបងប្អូនចេះសរសេរទៅគឺអត់ពិបាកទេ
ប៉ុន្តែនៅក្នុងពេលដែលបងប្អូនមិនទាន់ចេះសរសេរវារៀងពិបាកបន្តិចណាអញ្ចឹង admin សូមប្រាប់ម្ដងទៀតគឺយើងគួរបន្ទាត់ពីលើចុះមកក្រោមមកចាលេខ1ណាហើយយើងដាក់សក់វាឲ្យរាងកោងបន្តិចលេខ2ហើយយើងគូសចំត្រេកណ្ដាលនេះគឺលេខ3អញ្ចឹងបើសិនជាបងប្អូនធ្វើតាម admin បងប្អូនប្រកាសជាអាចធ្វើបានអញ្ចឹង admin សង្ឃឹមយ៉ាងមុតមមថាបងប្អូនប្រកាសជាអាចសរសេរបាននិងធ្វើបានដូចជា admin បានពន្យល់តាំងពីដើមមកអញ្ចឹងបងប្អូនកុំភ្លេចណាសរសេរអក្សរ F ធំហើយនិង F តូច F ធំមួយសន្លឹក F តូចមួយសន្លឹកដើម្បីបងប្អូនសរសេរឲ្យបានចេះចាំដៃហើយបងប្អូនអាចរៀនឲ្យខ្លួនឯងបាននៅក្នុងពេលក្រោយចាអញ្ចឹងកុំភ្លេចណាបន្ទាប់ពីអក្សរ F ហើយតើបងប្អូនវគ្គក្រោយយើងនឹងសិក្សាអំពីអក្សរអ្វីដែរបងប្អូនណាដឹងចាបន្ទាប់ពីអក្សរ F ហើយយើងនឹងសិក្សាអំពីអក្សរ G អូខេអញ្ចឹងចាំជួបគ្នាជាមួយនឹងអក្សរ G ក្រោយៗណាបងប្អូន